ពេលនោះដែរនាងបូរីក៏បានមានអារម្មណ៍ល្អចំពោះព្រះអង្គម្ចាស់ខៃរ៉ាពួកគេក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកក៏យកគ្នានាងបូរីក៏ភ្ញាក់អាស្រឡាញ់ឃើញកូនឆ្នាំអមួយដែលមានធាតុបងស្រីរបស់ខ្លួននាងបានស្រក់ទឹកភ្នែកនិងមានការសោកសៅជាខ្លាំងពេលនោះអ្នកភូមិជាច្រើនបានដឹងរឿងរ៉ាវសពគ្រប់ហើយមានការខឹងខ្លាំងចំពោះនាងបូរីហើយក៏បានប្រមូលគ្នាមកដល់ផ្ទះនាងណាវ៉ាក៏បានស្រែកថាដេញនាងបូរីចេញព្រះអង្គម្ចាស់ខៃរ៉ាក៏បាននិយាយថាបើសិនជាអូនអាចដកបណ្ដាសានេះបានសូមអូនឆាប់វិលត្រឡប់មកវិញសូមអូនមើលថែខ្លួនផងណាប្រពន្ធសម្លាញ់នាងបូរីក៏បានធ្វើដំណើរឡើងទៅឋានលើដើម្បីស្វែងរកអ្នកដែលអាចជួយដោះបណ្ដាសានេះបានប៉ុន្តែនៅតែគ្មានចម្លើយនាងក៏បានចុះមកឋានក្រោមក៏នៅតែគ្មានចម្លើយនាងក៏បានអង្គុយក្រោមដើមឈើធំមួយហើយក៏បានគិតក្នុងចិត្តថាតើមានអ្នកណាអាចជួយនាងបានពេលនោះក៏មានអ្នកភូមិមួយក្រុមកំពុងនិយាយគ្នានាងក៏បានឮពាក្យចចាមអារាមថាមានតែឥសីម្នាក់មានមន្តអាគមខ្លាំងនៅក្នុងព្រៃហិមាល័យនាងបូរីក៏បានជិះសត្វនាគក៏បានហោះឡើងទៅលើដើម្បីស្វែងរកតែឥសីនោះពេលនោះនាងបូរីក៏បានជួបនឹងតែឥសីនោះតែឥសីនោះមានពុកចង្ការវែងដែលជាមនុស្សមានគុណធម៌ខ្ពស់នាងបូរីក៏បានថ្វាយបង្គំតែឥសីហើយសុំឲ្យតែឥសីជួយដល់ប្អូនស្រីរបស់នាងដែលត្រូវបណ្ដាសាគុជវីតាមុនដោយនាងបានលើពាក្យចចាមអារាមរបស់អ្នកភូមិថាលោកតាអាចដោះបណ្ដាសានេះបានសូមលោកតាជួយប្អូនស្រីខ្ញុំផងតែឥសីក៏បាននិយាយថាវាជាកម្មពីរបស់នាងបូរីដោយកម្មពីនោះត្រឡប់មករកនាងវិញដោយនាងបានធ្វើការលួចគុជវីតាមុនបានសមុទ្រព្រោះគុជវីតាមុននោះជាវត្ថុស័ក្តិសិទ្ធិដែលបានមកពីព្រះឥន្ទ្រីថ្វាយដល់ព្រះអង្គម្ចាស់ស្ដេចនាគនៃភាគខាងត្បូងដើម្បីឲ្យព្រះអង្គការពារឋានក្រោមនៃបាតសមុទ្រនិងឲ្យសត្វលោកទាំងអស់បានជួបតែសេចក្តីសុខសេចក្តីចម្រើនលើកលែងតែប្អូនស្រីរបស់នាងគិតចង់លួចរបស់ដែរមិនមែនជារបស់ខ្លួនប៉ុន្តែនាងបានពុះពៀគ្រប់បែបយ៉ាងដើម្បីជួយប្អូនរបស់នាងហើយបានមកដល់ទីនេះខ្ញុំនឹងជួយនាងដោយនាងមានបុណ្យកុសលពីអតីតជាតិតែឥសីប្រាប់ថាបណ្ដាសានេះអាចនឹងបាត់បង់ប្រសិនបើអំណាចនៃសេចក្តីស្រឡាញ់និងការលះបង់នាងបូរីក៏បានយល់ពាក្យរបស់លោកតាឥសីហើយសួរថាអ្វីជាសេចក្តីស្រឡាញ់ហើយវាត្រូវលះបង់បែបណាតែឥសីក៏បានប្រាប់នាងត្រូវលះបង់ជីវិតដើម្បីជាថ្នូរនិងជីវិតប្អូនស្រីរបស់នាងបូរីក៏រន្ធត់ចិត្តជាខ្លាំងតែដោយសេចក្តីស្រឡាញ់នាងមានចិត្តអាសូរអាណិតប្អូនស្រីរបស់នាងដូច្នេះនាងក៏ទទួលយកសំណើរបស់តាឥសីតាឥសីក៏បានប្រើមន្តអាគមធម្មពលរបស់គាត់បង្កើតជាកែវទឹកវីតាមុនលេចឡើងនៅលើដៃរបស់គាត់ទឹកវីតាមុននេះមានអំណាចជញ្ជក់ប្រឡឹងបដូរវិញ្ញាណដើម្បីឲ្យនរណាម្នាក់សម្រេចបំណងរបស់ខ្លួនតែត្រូវបដូរជីវិតនាងបូរីក៏បានរៀបចំផឹកទឹកនោះប៉ុន្តែមុននឹងនាងផឹកនាងបានគិតដល់ប្អូនស្រីរបស់ខ្លួនដែលពេលនេះនាងកំពុងខ្លាចជាថ្មបងស្រឡាញ់ប្អូនខ្លាំងណាស់នៅពេលដែលបងមកដល់ទីនេះសូមប្អូនជួយមើលថែម្ដាយជំនួសបងផងនាងបូរីក៏បាននិយាយថាខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំនៅពេលនេះដើម្បីឲ្យប្អូនស្រីរបស់ខ្ញុំខ្លាចជាមនុស្សម្ដងទៀតនាងក៏ស្រក់ទឹកភ្នែកនិងមានអារម្មណ៍សោកសៅដែលត្រូវចាក់ចេញពីប្អូនស្រីរបស់ខ្លួននិងម្ដាយព្រមទាំងស្វាមីរបស់ខ្លួននាងបូរីក៏បានឈរនៅមុខអ្នកថ្មប្អូនស្រីរបស់ខ្លួនពេលនោះនាងបូរីបាននិយាយថាបងមិនចាំបាច់លះបង់ជីវិតដោយសារខ្ញុំនោះទេប៉ុន្តែការប្រាប់នេះនាងបូរីក៏មិនបានលើកដែរនាងបូរីផឹកទឹកកែវវីតាមុននោះ
ពេលនោះរូបរាងកាយរបស់នាងចាប់ផ្ដើមរលីបន្តិចម្ដងខ្លាចជាធូលីនៅក្នុងកូនក្អមមាសមួយពេលនោះនាងបរិយដែលជាសត្វនាគថ្មក៏បានខ្លាចខ្លួនទៅជាមនុស្សសាជាថ្មីនាងបរិយក៏ភ្ញាក់ផ្អើលក្រឡែកឃើញកូនឆ្នាំងក្អមមួយដែលមានធាតុបងស្រីរបស់ខ្លួននាងបានស្រក់ទឹកភ្នែកនិងមានការសោកសៅជាខ្លាំងអាណិតបងព្រោះបងបានលះបង់ជីវិតដើម្បីខ្លួនហេតុអ្វីបងធ្វើបែបនេះកន្លងមកខ្ញុំតែងតែប្រព្រឹត្តអំពើអាក្រក់ដាក់មកលើបងនាងបូរីនិយាយថាតើមានអ្នកណាអាចយកបងស្រីរបស់ខ្ញុំមកវិញបានតែស្អីក៏បាននិយាយថាបងស្រីរបស់នាងទៅបានសុខហើយអ្វីគ្រប់យ៉ាងវាជាកម្មផលនិងកម្មពីនាងបូរីក៏បានអង្គុយយំពេលនោះស្រាប់តែមានបរិប2នាក់ដែលដើរបរបាញ់សត្វនៅក្នុងព្រៃបានលួចមើលដឹងរឿងសពគ្រប់បែបយ៉ាងហើយអំពីនាងបរិយលះបង់ជីវិតដើម្បីប្អូនស្រីរបស់ខ្លួនពេលនោះបរិសទាំងពីរទៅដល់ក្នុងភូមិវិញក៏បាននិយាយរឿងនេះប្រាប់ទៅដល់អ្នកភូមិហើយអ្នកភូមិបាននិយាយតៗគ្នាគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងស្ញប់ស្ញែងចំពោះនាងបរិយដែលហ៊ានលះបង់ជីវិតដើម្បីប្អូនរបស់ខ្លួននាងបរិយក៏បានទៅជួបម្ដាយចិញ្ចឹមរបស់ខ្លួនគឺនាងណាំវ៉ាហើយក៏បានប្រាប់រឿងទាំងនោះទៅដល់ម្ដាយហើយក៏បានសំទោសម្ដាយដែលរឿងកន្លងមកដែលនាងបានធ្វើចំពោះនាងបរិយនាងណាំវ៉ាក៏ស្រក់ទឹកភ្នែកមានការសោកស្ដាយជាខ្លាំងដែលបាត់បង់នាងបរិយពេលនោះអ្នកភូមិជាច្រើនបានដឹងរឿងរ៉ាវសពគ្រប់ហើយមានការខឹងខ្លាំងចំពោះនាងបរិយហើយក៏បានប្រមូលគ្នាមកដល់ផ្ទះនាងណាំវ៉ាក៏បានស្រែកថាដេញនាងបរិយចេញពីក្នុងភូមិដេញនាងបរិយចេញពីក្នុងភូមិនាងណាំវ៉ាក៏បានទៅនិយាយជាមួយអ្នកភូមិថាតើនេះជាអ្វីអ្នកភូមិទាំងនោះបាននិយាយថានាងបូរីគឺជាមនុស្សចង្រៃបានធ្វើឲ្យបងស្រីរបស់ខ្លួនស្លាប់ចេញទៅនាងបូរីក៏បានចេញមកនិយាយជាមួយអ្នកភូមិខ្ញុំដឹងខ្លួនថាខ្ញុំមិនមែនជាមនុស្សល្អបងប្អូនចង់ស្អប់ខ្ញុំក៏ស្អប់ទៅចោះហើយខ្ញុំក៏មិនចង់ឲ្យមានរឿងនេះកើតឡើងបានដែរខ្ញុំសុំទោសដល់បងប្អូននៅក្នុងភូមិទាំងអស់គ្នាអ្នកភូមិជាច្រើនបានសម្លឹងសម្លក់ដាក់នាងបូរីខ្ញុំដឹងថាអ្នករាល់គ្នាគ្មានថ្ងៃលើកលែងទោសឲ្យខ្ញុំទេពេលនោះមានតាចាស់ម្នាក់ក៏បានដើរចូលមកចិត្តនាងបូរីហើយនិយាយថាខ្ញុំគិតថាអ្នកភូមិទាំងអស់គ្នាអាចនឹងប្រែចិត្តមកចូលចិត្តស្រឡាញ់នាងកងប្រកាន់ពួកគាត់ដីហើយពួកយើងក៏សំទោសជំនួសអ្នកទាំងអស់គ្នាទៅលើរឿងការនាងបូរីនៅពីក្មេងអ្នកភូមិជាច្រើនក៏បានធ្វើបាបនាងដោយគិតថានាងជាមនុស្សមានសម្បុរខ្មៅមុខអាក្រក់គិតថានាងជាមនុស្សចង្រៃក្នុងពេលនោះដែរអពុទ្ធហេតុបានកាត់ឡើងមេឃចាប់ផ្ដើមផ្លាស់ប្ដូរពីមេឃស្រឡះចាប់ផ្ដើមខ្លាចជាមេឃងងឹតពពកបាំងចិត្តក៏មានសំឡេងរន្ទះខ្លាំងហើយមាននាគមួយដំបងអស់នៅលើមេឃហើយខំចុះមកក្រោមក៏បានប្រែក្រឡាខ្លួនទៅជាស្ដេចនាគមួយក៏បាននិយាយប្រាប់អ្នកភូមិថាយើងគឺជាអ្នកគ្រប់គ្រងឋានបាតសមុទ្រនិងគ្រប់គ្រងភូមិនេះដែរគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងអ្នកភូមិមានអារម្មណ៍ថាសំណាងណាស់ដែលបានឃើញស្ដេចនាគយើងអរគុណអ្នកទាំងអស់គ្នាដែលបានលើកលែងទោសឲ្យចៅស្រីយើងសូមអរគុណបងប្អូនទាំងអស់គ្នាយើងនឹងរកគ្រប់មកចូលបាយធ្វើឲ្យមានភ្លៀងធ្លាក់គ្រប់រដូវនិងឲ្យបងប្អូនទាំងអស់គ្នាប្រកបកសិកររីចម្រើនស្ដេចនាគក៏បាននិយាយទៅកាន់នាងបូរីថានាងគឺជាចៅរបស់យើងស្ដេចនាគគាត់បាននិយាយគ្រប់សពប្រាប់រឿងដល់នាងបូរីហើយនាងបូរីក៏បាននិយាយលានាងណាំវ៉ានិងលាអ្នកភូមិនិងសន្យាថានឹងមកលេងបងប្អូននៅក្នុងភូមិទាំងអស់គ្នាវិញពេលនោះស្ដេចនាគនិងនាងបូរីក៏ចាប់ផ្ដើមប្រែក្រឡាខ្លួនទៅជានាគអស់ឡើងលើអាកាសក៏ត្រ
ពេលត្រឡប់មកដល់ឋានបាសមុទ្រវិញស្ដេចនាគបានប្រាប់ទៅនាងម៉ាណេរ៉ាថានេះគឺជាកូនស្រីបង្ការរបស់នាងម្នាក់ទៀតគឺនាងបូរីនាងម៉ាណេរ៉ាក៏បាននិយាយទៅវិញថាតើនេះជាកូនស្រីខ្ញុំម្នាក់ទៀតមែនទេនាងក៏បានរត់ទៅអោបនាងបូរីហើយក៏បានស្រក់ទឹកភ្នែកម្ដាយសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញកូនវិលត្រឡប់មកជួបម្ដាយវិញនាងបូរីក៏បាននិយាយថាម្ដាយអើយបងស្រីរបស់យើងបានចាក់ចេញពីពួកយើងហើយបងស្រីបានលះបង់ជីវិតដើម្បីជួយខ្ញុំឲ្យក្លាយជាមនុស្សសាជាថ្មីនាងម៉ាណេរ៉ានិងព្រះអង្គម្ចាស់ខៃរ៉ាពិតជារន្ធត់ចិត្តជាខ្លាំងពេលឮរឿងបែបនេះព្រះអង្គម្ចាស់ខៃរ៉ាបាននិយាយថាប្រពន្ធសម្លាញ់អូនបានសន្យាថានឹងវិលត្រឡប់មកវិញហេតុអ្វីបានជាអូនកុហកពាក្យសន្យាបែបនេះព្រះអង្គម្ចាស់ខៃរ៉ាសោកស្ដាយចំពោះការបាត់បង់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួនដាច់នាគបានប្រាប់អ្នកទាំងអស់គ្នាថាកុំសោកសៅអីអ្វីគ្រប់យ៉ាងវាជាកម្មផលរបស់យើងទាំងអស់គ្នាមើលថែព្រះអង្គម្ចាស់ខៃរ៉ាជំនួសចៅស្រីបូរីវិញផងក្នុងពេលនោះដែរនាងបូរីក៏បានមានអារម្មណ៍ល្អចំពោះព្រះអង្គម្ចាស់ខៃរ៉ាពួកគេក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកក៏យកគ្នាធ្វើជាគូជីវិតជារៀងរហូតបន្ទាប់មកនាងណាំវ៉ាបានយករឿងរ៉ាវនាងបូរីលះបង់ជីវិតដើម្បីជួយប្អូនប្រាប់ដល់អ្នកភូមិកូនចៅគ្រប់ជំនាន់អំពីវីរភាពនៃការលះបង់អ្នកភូមិក៏សម្រេចថានឹងសាងសង់រូបសំណាក់នាងបូរីទុកក្នុងរូងភ្នំដើម្បីរំលឹកគុណសូមសេចក្តីសុខសួស្តីដល់អ្នកភូមិនិងធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ